ចាសសួស្តីពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមកចែកវិធីសាស្ត្រធ្វើនំប្រកបស្ករបងប្អូនតែនំប្រកបស្កររបស់ខ្ញុំថ្ងៃនេះខ្ញុំធ្វើស្នូលដូងបងប្អូនហើយវិធីសាស្ត្រគឺងាយទេជាដំបូងខ្ញុំកូរស្ករសិនបងប្អូនកូរស្ករវារៀងឡើងឈ្ងុយឡើងក្រហមបន្តិចទៅលើស្ករហ្នឹងខ្ញុំប្រើវា4ស្លាបព្រាបងប្អូនបើយើងថ្លឹងប្រហែលជា3ខាំនឹងឯងប្រហែលជា3ខាំណាហើយយើងកូរវារៀងឲ្យលាយតិចទៅខ្ញុំដាក់ដូងហ្នឹង3ខាំដែរបងប្អូនដាក់ដូងហ្នឹង3ខាំដែរហើយយើងកូរវាឲ្យឡើងឈ្ងុយសិនណាឲ្យវាឡើងឈ្ងុយហើយក្នុងសាច់ដូងហ្នឹងខ្ញុំលួចអំបិលបន្តិចដែរបងប្អូនដើម្បីឲ្យវាមានរសជាតិដិតណាហើយយើងកូរវាឲ្យសប់ឲ្យឡើងឈ្ងុយទៅហើយយើងធ្វើម៉េចកូរវារហូតដែរបងប្អូនដោយសារតែយើងទុកវាចោលខ្លាចវាខ្លោចកូរវាដាច់ទឹកបងប្អូនកូរវាដាច់ទឹកហើយគឺយើងទុកវាឲ្យត្រជាក់ចាំយើងមូលវាដុំឬក៏បងប្អូនរៀងចុះត្រជាក់បន្តិចហើយដាក់ចូលទៅក្នុងទូទឹកកកក៏បានដែរដើម្បីវាត្រជាក់ឲ្យវារៀងកកបន្តិចទៅយើងស្រួលមូលចាំបងប្អូនបន្ទាប់មកយើងមកលាយផ្នែកម្សៅម្ដងម្សៅខ្ញុំប្រើ2ខាំបងប្អូន2ខាំណាហើយយើងលាយទឹកម្ដងតិចមកធ្វើមិនឲ្យវាមកល្មមយើងខ្ចប់ទៅបានហើយវាអត់មានអីស្មុគស្មាញទេថ្ងៃហ្នឹងខ្ញុំធ្វើពីររសជាតិមួយទៀតពីតើយមួយទៀតសកានីបងប្អូនសកានីយកពណ៌ពីសកានីអញ្ចឹងណាហើយបើសិនជាតើយបងប្អូនធ្វើតើយទាំងអស់ក៏បានដែរឈ្ងុយពេលយើងស្ងោរវាឆ្អិនណាហើយយើងលាយម្សៅនឹងសប់បានតុនប៉ុណ្ណេះបងប្អូនធ្វើម៉េចឲ្យយើងវិចបានណាបើតុនពេកពេលយើងវិចទៅវាលហែកទេបងប្អូនបងប្អូនកុំឲ្យវាតុនពេកញរំទៅបើតុនយើងថែមម្សៅទៅបងប្អូនទឹកថែមបន្តិចម្ដងបន្តិចហើយពេលយើងលាយមកល្មមដែលយើងអាចលុញបានគឺបានហើយបងប្អូនហើយយើងលុញវាដាក់ចូលក្នុងទឹកដាំទឹកមួយឆ្នាំងមកយើងលុញវាដាក់ក្នុងឆ្នាំងហ្នឹងទៅពេលវាអណ្ដែតឡើងលើមកមានន័យថាម្សៅរបស់យើងគឺឆ្អិនហើយបងប្អូនហើយគឺងាយស្រួលធ្វើមែនតើនំប្រកបស្ករនំបាញ់ចានឿកគឺងាយស្រួលធ្វើណាស់បងប្អូនហើយយើងថាយើងឃ្លានអីយើងអាចធ្វើញ៉ាំបានភ្លាមអញ្ចឹងណាហើយខ្ញុំបន្តលុញវារហូតតអស់ដាក់ចូលក្នុងទឹករបស់យើងហ្នឹងហើយយើងមានទឹកចានដែកមួយមកត្រជាក់បងប្អូនទឹកត្រជាក់ហើយយើងពេលវាអណ្ដែតឡើងលើនឹងមកហើយយើងស្រង់វាទៅដាក់ក្នុងកធុនមួយនោះដើម្បីយើងយកវាទៅសម្អាតនៅក្នុងនឹងផងដែរវាជ្រះជាតិម្សៅហ្នឹងចាហ្នឹងហើយបងប្អូនទៅលើសាច់ដូងដែលខ្ញុំប្រើធ្វើស្នូលហើយនឹងសាច់ដូងដែលខ្ញុំយកមកប្រឡាក់ខាងក្រៅហ្នឹងគឺខ្ញុំប្រើសាច់ដូងខ្ចីបងប្អូនសាច់ដូងខ្ចីគឺយើងអត់យកសាច់ចាស់ទេបើយើងយកសាច់ចាស់វាអត់សូវឆ្ងាញ់ទេចាបងប្អូនវីដេអូធ្វើនំប្រកបស្កររបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើសិនជាបងប្អូនចូលចិត្តវីដេអូនេះសូមជួយ like និង comment ខាងក្រោមផងអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយទៀត